Strawberry មួយប្រភេទឈ្មោះគុជខ្មៅពូជថ្មីរបស់ចិនពេលទុំពណ៌ឈាមជ្រូកកំពុងផ្អើលទិញភ្លក់អាចតម្លៃវិញមួយផ្លែគឺជិត$5ថ្មីនេះមហាជននៅប្រទេសចិនកំពុងផ្ទុះការផ្អើលទិញនិងសាកល្បងផ្លែ Strawberry ពូជថ្មីមួយដែលមានតម្លៃថ្លៃខ្លាំងមិនធម្មតាពោលគឺមួយផ្លែតម្លៃសឹងតែ$5ទៅហើយ Strawberry ពូជថ្មីនេះត្រូវបានគេហៅថា Strawberry គុជខ្មៅ Black Pearl វាមានលក្ខណៈពិសេសសំខាន់ត្រង់មានពណ៌ក្រមៅខ្លាំងនិងរសជាតិផ្អែមជាងពូជធម្មតាវាជាផ្លែឈើលំដាប់ខ្ពស់មួយនៅក្នុងប្រទេសចិនដែលប្រកួតប្រជែងជាមួយនឹងទីផ្សារ Strawberry White Jewel និង Beijing Him របស់ប្រទេសជប៉ុន Strawberry គុជខ្មៅនេះមានតម្លៃ$5ឯណោះក្នុងមួយផ្លែហើយវាទទួលបានរហស្សនាមថា Hermes នៃពូជ Strawberry ទៀតផងយ៉ាងណាមិញតម្លៃខ្ពស់បែបនេះគឺដោយសារតែពូជនេះពិបាកដាំដុះនិងត្រូវការថែទាំស្មុគស្មាញធ្វើឲ្យមានការស្ទាក់ស្ទើរក្នុងការវិនិយោគនិងជាពិសេសវាក៏មានទិន្នផលទាបផងដែរ